ហេតុអ្វីបានជាអឺរ៉ុបស្ថិតនៅកណ្ដាលនៃផែនទីភាគច្រើនធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាផែនទីពិភពលោកយើងតែងតែឃើញអឺរ៉ុបជាពិសេសចក្រភពអង់គ្លេសនៅចំកណ្ដាលចម្លើយគឺស្ថិតនៅក្នុងប្រវត្តិសាស្ត្រនិងការរករកសកលនៅមុនចុងសតវត្សទី19ប្រទេសផ្សេងៗគ្នាបានធ្វើផែនទីរៀងៗខ្លួនដោយដាក់ប្រទេសខ្លួនឯងនៅចំកណ្ដាលអាមេរិកចិនក៏ធ្វើដូចគ្នានេះដែរទោះជាយ៉ាងណាក៏ដោយនៅពេលដែលពាណិជ្ជកម្មអន្តរជាតិនិងការរករកបានពង្រីកភាពខុសគ្នាទាំងនេះបណ្ដាលឲ្យមានការភាន់ច្រឡំនៅឆ្នាំ1884ក្នុងសន្និសីទខ្សែបណ្ដោយអន្តរជាតិមេដឹកនាំពិភពលោកបានជួបប្រជុំគ្នាដើម្បីកំណត់ស្តង់ដារនៃការបង្កើតផែនទីនិងការរករកពួកគេបានយល់ព្រមថាខ្សែបណ្ដោយទី0ដឺក្រេនឹងរត់កាត់ទីក្រុង Greenwich ចក្រភពអង់គ្លេសដែលធ្វើឲ្យវាក្លាយជាចំណុចយោងសម្រាប់កំណត់ពេលវេលានិងទីតាំងសកលការសម្រេចចិត្តនេះគឺជាជំរើសជាក់ស្ដែងដែលផ្អែកលើឥទ្ធិពលដ៏ខ្លាំងរបស់ចក្រភពអង់គ្លេសនៅក្នុងពាណិជ្ជកម្មសកលនិងការរករកនាពេលនោះសប្តាហ៍នេះផែនទីមួយចំនួនបានផ្លាស់ប្ដូរចំណុចកណ្ដាលទៅកាន់តំបន់ផ្សេងៗគ្នាប៉ុន្តែប្រព័ន្ធដែលមានមូលដ្ឋានលើចំណុចកណ្ដាលនៅទីក្រុង Greenwich នៅតែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដូច្នេះលើក្រោយនៅពេលដែលយើងមើលផែនទីពិភពលោកសូមចាំថាវាមិនគ្រាន់តែអំពីភូមិសាស្ត្រប៉ុណ្ណោះទេប៉ុន្តែការសម្រេចចិត្តដែលបានធ្វើឡើងកាលពីជាងមួយសតវត្សរ៍មុននៅតែបង្ហាញពីរបៀបដែលយើងមើលឃើញពិភពលោកតោះថ្ងៃនេះ admin សូមណែនាំ app ebook ដែលមានសៀវភៅដូចជាសៀវភៅសេដ្ឋកិច្ចសៀវភៅអភិវឌ្ឍសមត្ថភាពសៀវភៅសហគ្រិនភាពសៀវភៅទីផ្សារសៀវភៅមុខចំនួនល្បីៗទាញយកតាមដំណរភ្ជាប់ខាងក្រោមនេះបង់ប្រាក់ជាមួយ ABA លោកអ្នកអាចស្ដាប់បានដោយស្វ័យប្រវត្តិ